ព្រឹកថ្មីបានចាប់ផ្ដើមសុភាក្រោកពីដំណេកតាំងពីព្រឹកព្រលឹមស្រាងៗនាងដងទឹកពីអណ្ដូងដាំបាយបោកកៅអៅនិងរៀបចំអាហារពេលព្រឹកឲ្យបងប្អូនមុននឹងនាងចេញទៅសាលារៀនទោះរាងកាយនៅហត់យ៉ាងណាក៏ដោយក៏ស្នាមញញឹមនៅតែមានជានិច្ចនៅលើផ្ទៃមុខរបស់នាងព្រោះនាងជឿថាការសិក្សាគឺជាផ្លូវតែមួយគត់ដែលនាំឲ្យនាងនិងបងប្អូនចេញពីភាពក្រីក្របាននៅក្នុងបន្ទប់គ្រូបង្រៀនអ្នកគ្រូលក្ខិណាកំពុងតែអានលិខិតមួយលើក្រដាសនោះសរសេរថាគម្រោងជួយសិស្សក្រីក្រដែលខិតខំរៀនកម្មវិធីនេះមិនផ្ដល់ប្រាក់ច្រើនទេតែអាចជួយថ្លៃសៀវភៅសម្ភារៈសិក្សានិងថ្លៃអាហារសម្រាប់សិស្សដែលមានជីវភាពខ្វះខាតអ្នកគ្រូលក្ខិណាអានម្ដងហើយម្ដងទៀតបេះដូងរបស់គាត់នឹកឃើញមុខក្មេងស្រីម្នាក់ដែលតែងតែអង្គុយក្រោមដើមស្វាយពេលអ្នកដទៃកំពុងញ៉ាំបាយសុភាអ្នកគ្រូញញឹមតិចប្រហែលជាឱកាសល្អសម្រាប់កូនហើយមើលទៅក្រោយម៉ោងរៀនចប់អ្នកគ្រូហៅសុភាឲ្យទៅជាមួយសុភាអ្នកគ្រូមានរឿងចង់សួរសុភាអោនក្បាលចុះចាស់អ្នកគ្រូបើមានអាហារូបករណ៍ឲ្យកូនរៀនបន្តកូនចង់ទទួលទេភាស្ទើរតែមិនជឿនឹងត្រចៀករបស់ខ្លួនឯងអាហារូបករណ៍មែនទេអ្នកគ្រូចាតែអ្នកគ្រូមិនសន្យាថាកូននឹងទទួលបានទេតែអ្នកគ្រូគ្រាន់តែចង់ជួយដាក់ឲ្យកូនសុភាស្ងៀមមួយសន្ទុះអ្នកគ្រូបើខ្ញុំបានតើខ្ញុំមិនបាច់ឲ្យអ៊ំចំណាយលើសៀវភៅទៀតមែនទេអ្នកគ្រូងក់ក្បាលចាវានឹងជួយសម្រាប់បន្ទប់អ៊ំរបស់កូនបានខ្លះទឹកភ្នែករបស់សុភាស្រក់ចុះដោយមិនដឹងខ្លួនទឹកភ្នែកលើកនេះមិនមែនជាទឹកភ្នែកដោយសារទុកនោះទេតែវាជាទឹកភ្នែកនៃសេចក្តីសង្ឃឹមថ្ងៃនោះអ្នកគ្រូលក្ខិណាបានទៅផ្ទះរបស់អ៊ំសែមម្ដងទៀតអ៊ំសែមប្រញាប់ក្រោកស្វាគមន៍អ្នកគ្រូអញ្ជើញចូលអ្នកគ្រូអង្គុយលើកៅអីឈើចាស់ដដែលគាត់យកឯកសារចេញពីកាបូបរបស់គាត់អ៊ំខ្ញុំចង់សូមអនុញ្ញាតដាក់អាហារូបករណ៍ឲ្យសុភាអ៊ំសែមសម្លឹងមើលក្រដាសនៅក្នុងដៃរបស់អ្នកគ្រូដៃរបស់គាត់រៀងញ័រតិចក្មេងស្រីម្នាក់នេះពិតជាសមនឹងទទួលឱកាសនេះគាត់និយាយដោយសំឡេងស្អកតែខ្ញុំខ្លាចថាគាត់ត្រូវមកជួយការងារផ្ទះអ្នកគ្រូញញឹមយ៉ាងទន់ភ្លន់បើគាត់រៀនបានខ្ពស់ថ្ងៃមួយគាត់នឹងជួយអ៊ំបានច្រើនជាងការដាំស្រូវទៅទៀតណាអ៊ំសែមនៅស្ងៀមមួយសន្ទុះពាក្យនោះមិនមែនជាការសន្យាប៉ុន្តែវាជាសេចក្តីសង្ឃឹមដែលគាត់មិនធ្លាប់ហ៊ានគិតយប់នោះសុភាអង្គុយអានសៀវភៅនៅក្រោមពន្លឺចង្កៀងប្រេងកាតផ្លុងអណ្ដាតភ្លើងតូចបានរេរាំតាមខ្យល់បក់តាមប្រឡោះជញ្ជាំងអូនស្រីអង្គុយក្បែរបងបើបងរៀនពូកែបងនឹងក្លាយជាអ្នកគ្រូមែនទេសុភាញញឹមបងមិនទាន់ដឹងទេចុះបងចង់ក្លាយជាអ្វីសុភាបិទសៀវភៅយឺតនាងសម្លឹងទៅមើលពន្លឺចង្កៀងដែលកំពុងភ្លឺស្រទន់បងចង់ក្លាយជាមនុស្សម្នាក់ដែលមានលទ្ធភាពអាចជួយអ្នកដទៃដូចជាអ្នកគ្រូលក្ខណៈអញ្ចឹងដែរណាអូនស្រីញញឹមអញ្ចឹងខ្ញុំក៏ចង់រៀនដែរសុភាពអោបអូនស្រីនៅក្នុងដើមទ្រូងយ៉ាងណានៅក្រៅផ្ទះដើមស្វាយចំណាស់នៅតែឈរយ៉ាងស្ងៀមស្ងាត់ដូចជាកំពុងការពារគ្រួសារដ៏តូចមួយនេះប៉ុន្តែពួកគេមិនទាន់ដឹងទេថាការទទួលអាហារូបករណ៍មិនមែនជាចុងបញ្ចប់នៃការសាកល្បងនោះទេ
វាគ្រាន់តែជាជំហានដំបូងនៃដំណើរជីវិតដ៏វែងឆ្ងាយដែលនឹងសាកល្បងនឹងភាពអត់ធ្មត់មួយសប្តាហ៍កន្លងផុតទៅចាប់តាំងពីអ្នកគ្រូលក្ខណៈបានជួយរៀបចំឯកសារសុំអាហារូបករណ៍សុភាកាន់តែខិតខំរៀនទ្វេដងមុនថ្ងៃនាងទៅសាលាពេលល្ងាចនាងជួយសាមធ្វើការងារផ្ទះពេលយប់នាងអានសៀវភៅក្រោមពន្លឺចង្គៀងប្រេងកាតរហូតតតែភ្នែករបស់នាងស្រវាំងថ្ងៃមួយសាមបានត្រឡប់មកពីផ្សារនៅកណ្ដាលភូមិទាំងទឹកមុខស្រងត់សង្ហាត់គាត់ដាក់កញ្ចប់អំបិលនិងទឹកត្រីមួយដបតូចនៅលើតុបន្ទាប់មកគាត់ដកប្រាក់ពីហោប៉ៅមករាប់ប្រាក់របស់គាត់នៅសល់មិនដល់ 10000 រៀលផងសុភាឈរមើលពីចម្ងាយនាងមិនហ៊ានសួរនាំទេតែចិត្តរបស់នាងបានដឹងថាលុយនៅក្នុងផ្ទះកាន់តែចិត្តអស់ហើយយប់នោះក្រោយប្អូនទាំងពីរបានគេងលក់សុភានៅតែអង្គុយស្ងៀមក្រោមដើមស្វាយពន្លឺព្រះច័ន្ទបានបំភ្លឺលើដែនពោស្ទាទាំងស្ងប់ស្ងាត់នាងនឹកឃើញពាក្យសម្ដីរបស់សាមនឹងរកវិធីតែមកដល់ពេលនេះសាមកាន់តែហត់នឿយទៅសុភាអោបក្បាលជង្គង់ខ្លួនឯងបើខ្ញុំអាចជួយរកលុយបានខ្លះប្រហែលជាមិនលំបាកបែបនេះទេគំនិតមួយបានចាប់ផ្ដើមកើតឡើងក្នុងចិត្តរបស់នាងព្រឹកថ្ងៃបន្ទាប់មុនទៅសាលាសុភាដើរទៅរកសាមខ្ញុំមានរឿងចង់និយាយជាមួយសាមបានងាកមើលនាងទាំងងើយឆ្ងល់មានរឿងអ្វីនឹងកូនសុភារៀងស្ទះស្ទើរបន្តិចក្រោយចេញពីសាលាខ្ញុំចង់ទៅជួយរើសហួរស្រូវដែលនៅសល់តាមវាលស្រែសាមភ្ញាក់ផ្អើលកូននៅតូចពេកខ្ញុំអាចធ្វើបានណាអត់ទេកូនត្រូវទុកពេលវេលាសម្រាប់និងខំរៀនណាកូនសុភាអោនក្បាលតែនាងមិនចង់ឃើញសាមហត់នឿយតែម្នាក់ឯងនោះទេសំឡេងនាងរៀងញ័រតិចតែរាល់ថ្ងៃខំធ្វើការតាំងពីព្រឹករហូតដល់យប់បើខ្ញុំបានជួយតែបន្តិចក៏ល្អដែរសាមនៅស្ងៀមគាត់ងាកមើលមុខក្មេងស្រីអាយុត្រឹមតែ8ឆ្នាំប៉ុន្តែពាក្យសម្ដីរបស់នាងដូចជាមនុស្សពេញវ័យគាត់អង្អែលក្បាលសុភាថ្នមដឹងថាកូនចង់ជួយចាតែសូមកូនរឿងមួយបានទេបានសន្យាជាមួយណាថាត្រូវតែខំរៀនបើការងារធ្វើឲ្យកូនអស់កម្លាំងរហូតដល់រៀនមិនកើតនឹងមិនឲ្យកូនទៅជួយទៀតទេសុភាញញឹមចាខ្ញុំសន្យាចាប់តាំងពីថ្ងៃនោះមកក្រោយពីចេញពីសាលារៀនសុភាមិនដែលមកផ្ទះភ្លាមនោះទេនាងទៅប្រមូលគួរស្រូវដែលជ្រុះនៅតាមវាលស្រែខ្លះយកទៅបុកជាអង្ករហើយខ្លះទៀតក៏យកទៅលក់ដើម្បីដូរបានជាប្រាក់តិចតួចរាល់ល្ងាចនាងតែងតែហុចលុយដែលរកបាននៅក្នុងដៃឲ្យសាមថ្ងៃនេះបាន3000រៀលសាមមិនយកលុយនោះចាយភ្លាមនោះទេគាត់បានយកលុយទាំងនោះទៅដាក់ក្នុងកូនកំប៉ុងចាស់មួយនោះគឺជាញើសឈាមរបស់សុភាល្ងាចមួយអ្នកគ្រូលក្ខិណាបានជិះកង់កាត់វាលស្រែគាត់បានឃើញសុភាកំពុងតែប្រមូលគូស្រូវនៅក្រោមកម្ដៅថ្ងៃអ្នកគ្រូឈប់កង់ភ្លាមសុភាកូនកំពុងធ្វើអីនឹងសុភាងើបមុខទាំងញើសជោកខ្លួននាងញញឹមដូចជារឿងធម្មតាខ្ញុំ
ជួយរកលុយទិញអង្ករអ្នកគ្រូមិននិយាយអ្វីភ្លាមទេគាត់សម្លឹងមើលដៃដ៏តូចពោពេញទៅដោយស្នាមកោសពីស្លឹកស្រូវនៅក្នុងចិត្តរបស់គាត់មានទាំងមោទនភាពនិងក្តីអាណិតគាត់ដឹងថាក្មេងស្រីម្នាក់នេះមិនដែលបោះបង់ជីវិតខ្លួនឯងឡើយហើយគាត់ក៏ដឹងថាដល់ពេលដែលគាត់ត្រូវធ្វើអ្វីមួយសម្រាប់អនាគតរបស់សុភាព្រះអាទិត្យថ្ងៃត្រង់បានបញ្ចេញកម្ដៅហួតហែងលើវាលស្រែដែលទើបតែប្រមូលផលរួចដើមស្រូវដែលនៅសេសសល់បក់បោកសប្រាប់រឿងរ៉ាវរបស់អ្នកស្រែដែលបានប្រឹងប្រែងពេញមួយរដូវកាលសុភាពាក់មួកចាស់មួយដែលសែមបានត្បាញពីស្លឹកត្នោតនាងកាន់កន្ត្រកតូចមួយដើរប្រមូលគួស្រូវដែលជ្រុះតាមវាលស្រែនាងមិនដែលរំលងសូម្បីតែគួតូចក៏ដោយបើប្រមូលបានច្រើនបន្តិចយើងនឹងអាចបុកបានជាអង្ករមួយចានទៀតនាងនិយាយលើកទឹកចិត្តខ្លួនឯងកម្ដៅថ្ងៃបានចាប់ផ្ដើមដុតកម្លោចស្បែកនៅលើរាងកាយដ៏តូចរបស់នាងញើសបានហូរតាមថ្ពាល់និងស្រក់ចុះលើដីដ៏ស្ងួតហួតហែងដៃរបស់សុភាដែលធ្លាប់តែទន់ភ្លន់ឥឡូវមានស្នាមកោសនិងពងបែកតូចព្រោះពេលលូកដៃទៅគុំស្រូវដើម្បីប្រមូលគូស្រូវស្លឹកស្រូវតែងតែមុតនិងឈុតដៃរបស់នាងឈាមតិចបានជ្រៀតចេញពីស្បែកនាងគ្រាន់តែជូតវានឹងខោរួចបន្តដំណើរទៅមុខទៀតការឈឺចាប់តូចតាចប៉ុណ្ណេះវាមិនអាចប្រៀបធៀបនឹងការព្រួយបារម្ភរបស់នាងបានឡើយនៅមិនឆ្ងាយប៉ុន្មានប្អូនស្រីកំពុងតែអង្គុយមើលប្អូនប្រុសក្រោមដើមអំពិលមកផឹកទឹកសិនមកអូនស្រីស្រែកហៅសុភាដើរមកក្បែរប្អូនប្រុសក៏ហុចបំពង់ឫស្សីដែលដាក់ទឹកឲ្យបងផឹកមុនទេសុភាញញឹមចាអរគុណនាងផឹកទឹកត្រឹមតែមួយក្អឹបក៏ហុចឲ្យប្អូនវិញបងឆ្អែតហើយប៉ុន្តែការពិតនាងមិនហ៊ានផឹកច្រើននោះទេនាងខ្លាចទឹកមិនគ្រប់គ្រាន់សម្រាប់ប្អូនរបស់នាងពេលរសៀលមកដល់អ្នកគ្រូលក្ខិណាបានជិះកង់ឆ្លងកាត់វាលស្រែនោះម្ដងទៀតលើកនេះគាត់មិនឈប់នៅឆ្ងាយទៀតទេគាត់ដើរចូលទៅជិតសុភាថ្ងៃនេះកូននៅទីនេះទៀតហើយមែនទេសុភាញញឹមចាអ្នកគ្រូថ្ងៃនេះបានច្រើនជាងម្សិលមិញបន្តិចអ្នកគ្រូមើលក្នុងកន្ត្រកគួស្រូវមិនបានច្រើននោះទេប៉ុន្តែគាត់ដឹងថារាល់គួស្រូវនីមួយសុទ្ធតែជាការប្រមូលដោយដៃតូចទាំងគូរបស់នាងដែលមិនគួរមកធ្វើការក្រោមកម្ដៅថ្ងៃបែបនោះទេអ្នកគ្រូសង្កេតឃើញដៃរបស់សុភាមានស្នាមឆូតតូចដៃកូនឈឺទេសុភាលាក់ដៃរបស់នាងទៅក្រោយខ្នងភ្លាមមិនអីទេអ្នកគ្រូដកកន្សែងដៃដ៏ស្អាតមួយចេញពីហោប៉ៅគាត់យកទឹកពីដបរបស់ខ្លួនមកជូតនឹងស្នាមឈាមលើដៃរបស់សុភានោះយ៉ាងថ្នមសុភារៀងអៀនបន្តិចរហូតមិនហ៊ានងើបមុខអ្នកគ្រូប្រឡាក់កន្សែងរបស់អ្នកគ្រូអស់ហើយអ្នកគ្រូញញឹមកន្សែងនេះយើងអាចបោកឲ្យស្អាតបាន
គាត់សម្លឹងចំភ្នែកសុភាតែដៃរបស់កូនត្រូវតែរក្សាឲ្យបានល្អថ្ងៃមុខវាមិនត្រឹមតែសម្រាប់ប្រមូលគូស្រូវនោះទេតែវានឹងសម្រាប់សរសេរពីអនាគតរបស់កូនសុភានៅស្ងៀមពីសម្ដីនោះបានដក់ជាប់នៅក្នុងបេះដូងរបស់នាងនៅល្ងាចថ្ងៃនោះមេឃពណ៌ទឹកក្រូចឮស្រទន់សុភាត្រឡប់មកផ្ទះវិញដោយក្នុងដៃមានកាន់កន្ត្រកនិងគូស្រូវអ៊ំសែមទទួលកន្ត្រកពីដៃរបស់នាងគាត់មិននិយាយអ្វីឡើយគ្រាន់តែលួចមើលដៃរបស់សុភាស្នាមកោសជាច្រើនបានធ្វើឲ្យបេះដូងរបស់គាត់បានឈឺចាប់ភ្លាមយប់នោះពេលដែលសុភាគេងលំលក់អ៊ំសែមបានយកប្រេងដូងមកលាបដៃឲ្យនាងដោយស្ងៀមស្ងាត់គាត់ធ្វើវាថ្នមមិនឲ្យនាងភ្ញាក់ដឹងខ្លួននោះទេអត់ធ្មត់បន្តិចណាកូនអ៊ំនឹងរកវិធីមិនឲ្យកូនលំបាកបែបនេះទេនៅជ្រុងម្ខាងនៃបន្ទប់ប្អូនស្រីបានបើកភ្នែកមើលទិដ្ឋភាពនោះនាងមិននិយាយអ្វីនោះទេពេលនោះនាងក៏សម្រេចនៅក្នុងចិត្តថាព្រឹកស្អែកនាងនឹងទៅជួយបងប្រមូលគូស្រូវទោះបងហាមយ៉ាងណាក៏ដោយការសម្រេចចិត្តរបស់ក្មេងស្រីអាយុទើបតែ6ឆ្នាំម្នាក់នឹងនាំទៅរកហេតុការណ៍មួយដែលគ្មាននរណាដែលនឹកស្មានដល់សំឡេងសត្វចាបបានជ្រៀងទៅទួលព្រឹកថ្ងៃថ្មីបន្លឺចេញពីគុម្ពឫស្សីខាងក្រោយផ្ទះសុភាក្រោកពីដំណេកដូចសពដងនាងមិនដឹងថានៅជ្រុងម្ខាងនេះក្រែប្អូនស្រីបានបើកភ្នែកតាំងពីមុននាងទៅទៀតប្អូនស្រីនាងតែងតែចងចាំនៅពាក្យរបស់អ៊ំសែមបានខ្សឹបប្រាប់គ្រាដែលលាបប្រេងដូងនៅលើដៃរបស់សុភាយប់មិញអ៊ំនឹងរកវិធីដើម្បីកុំឲ្យកូនលំបាកទៀតពាក្យនោះបានធ្វើឲ្យក្មេងស្រីអាយុទើបតែ6ឆ្នាំគិតតែម្យ៉ាងខ្ញុំក៏អាចជួយអ៊ំបានដែរក្រោយពេលសុភាចេញទៅសាលាអ៊ំសែមក៏ចេញទៅស្រែដូចគ្នាមុនពេលចេញពីផ្ទះអ៊ំផ្ដាំថាចាំមើលប្អូនប្រុសណាកុំដើរឆ្ងាយពីផ្ទះចាស់អ៊ំប្អូនស្រីឆ្លើយយ៉ាងឆាប់រហ័សប៉ុន្តែនៅក្នុងចិត្តរបស់នាងមានគម្រោងរួចទៅហើយនាងរងចាំរហូតដល់ប្អូនប្រុសគេងលក់រួចយកកន្ត្រកតូចមួយយូរនឹងដៃបងសុភាភ្ញាក់ផ្អើលពេលដែលខ្ញុំប្រមូលបានគូស្រូវច្រើនមិនខាននាងញញឹមតែម្នាក់ឯងជើងតូចបានចាប់ផ្ដើមដើរតាមផ្លូវដីក្រួសក្រហមទៅកាន់វាលស្រែដំបូងនាងនៅចាំផ្លូវបានល្អណាស់ដាប់ត្នោតស្ពានឈើដើមអំពិលធំសុទ្ធតែជាទីសម្គាល់សម្រាប់នាងធ្លាប់ដើរនាងប្រមូលបានគូស្រូវមួយក្តាប់តូចបងប្រកាសជាសប្បាយចិត្តនាងនិយាយទាំងញញឹមពេលនាងបន្តដើរទៅទៀតខ្យល់ក៏ចាប់ផ្ដើមបក់ខ្លាំងស្មៅដែលនៅខ្ពស់ក៏ចាប់ផ្ដើមបិទផ្លូវរបស់នាងផ្លូវតូចដែលនាងធ្លាប់ដើរបានបាត់នៅក្នុងវាលស្រែនាងបានងាកមើលជុំវិញខ្លួនគ្រប់ទិសសុទ្ធ
តែដើមស្រូវនិងស្មៅផ្ទះខ្ញុំនៅខាងណានាងជប់ដើរបេះដូងដ៏តូចរបស់នាងចាប់ផ្ដើមដុះញាប់បងនាងនិយាយតិចម្នាក់ឯងតែគ្មាននរណាឆ្លើយនោះទេនាងដើរមួយជំហានដោយប្រុងប្រយ័ត្នកាន់តែដើរកាន់តែមិនស្គាល់ផ្លូវទឹកភ្នែករបស់នាងចាប់ផ្ដើមហូរចុះបងសុភាអ៊ំប្អូនប្រុសសំឡេងហៅរបស់នាងត្រូវខ្យល់បក់បោកផាត់ទៅឆ្ងាយនៅល្ងាចថ្ងៃនោះសុភាត្រឡប់ពីសាលារៀនវិញតារានាងហៅប្អូនប្រុសក្មេងប្រុសក៏រត់ចេញមកទាំងសើចបងសុភាសម្លឹងមើលជុំវិញផ្ទះចាឯណាស្រីណាប្អូនប្រុសក្រវីក្បាលបងទៅគេចង្អុលទៅវាស្រែបេះដូងរបស់សុភាស្ទើរតែលោតចេញពីដើមទ្រូងទៅយូរហើយនៅអូនក្មេងប្រុសក៏ងក់ក្បាលសុភារត់ចេញពីផ្ទះទាំងមិនទាន់បានដាក់កាបូបចុះអ៊ំសែមដែលទើបតែត្រឡប់ពីស្រែវិញក៏ភ្ញាក់ផ្អើលមានរឿងអីប្អូនប្រិយបាត់ខ្លួនហើយសែមក៏ស្លេកស្លាំងគាត់ចាប់យកពិលក្នុងដៃហើយស្រែកហៅអ្នកជិតខាងមកជួយមិនដល់10នាទីផងអ្នកភូមិជាច្រើនកាន់ពិលនិងចង្កៀងនាំគ្នាដើររកតាមវាលស្រែនិងគុម្ពឫស្សីនិងផ្លូវតូចធំសុភារត់ទាំងដង្ហក់លីណាសំឡេងរបស់នាងបានបន្លឺកាត់ស្បៃរាត្រីទឹកភ្នែកហូរមិនឈប់នាងបន្ទោសខ្លួនឯងថាបើថ្ងៃនេះខ្ញុំមិនទៅសាលាបើខ្ញុំនៅផ្ទះប្អូនប្រហែលជាមិនបាត់ទៅណាទេមេឃចាប់ផ្ដើមងងឹតសំឡេងចង្រិតយំលាន់ឮជុំវិញវាលស្រែគ្រប់គ្នាកាន់តែបារម្ភឡើងក្មេងស្រីអាយុទើបតែ6ឆ្នាំម្នាក់តើនាងកំពុងនៅទីណាហើយតើនាងភ័យយ៉ាងណានោះស្រាប់តែពីចម្ងាយមានសំឡេងឮបន្លឺឡើងសុភានិងសែមបានងាកទៅរកប្រភពនៃសំឡេងទាំងបេះដូងលូតញាប់ប៉ុន្តែអ្នកដែលអោបប្អូនស្រីនៅពេលនោះមិនមែនជាអ្នកភូមិទីនេះឡើយគាត់គឺជាមនុស្សម្នាក់ដែលគ្មាននរណានឹកស្មានថានឹងលេចមុខនៅក្នុងជីវិតគ្រួសារនោះទេសុភារត់ទាំងដង្ហក់ដង្ហើមរបស់នាងស្ទើរតែមិនដល់គ្នាចំណែកសែមនិងអ្នកភូមិជាច្រើនទៀតក៏ប្រញាប់រត់តាមពីក្រោយក្រោមដើមត្នោតមួយដើមដែលឈរឯកោនៅកណ្ដាលវាលស្រែមានបុរសវ័យចំណាស់ម្នាក់ប្រហែលជា50ឆ្នាំកំពុងតែអង្គុយលុតជង្គង់នៅក្នុងរង្វង់ដៃរបស់គាត់ប្អូនស្រីកំពុងតែស្រក់ទឹកភ្នែកលីណាសុភាស្រែកហៅទាំងសំឡេងញ័រក្មេងស្រីងើបមុខឡើងបងនាងរត់ទៅអោបសុភាយ៉ាងណែនសុ
សុភាក៏អោបប្អូនវិញរហូតដល់មិនអាចនិយាយអ្វីចេញមានតែទឹកភ្នែកហូរមិនឈប់ពុំសែមដើរចូលទៅរកបុរសចម្លែកនោះអរគុណច្រើនបងបើគ្មានបងខ្ញុំមិនដឹងថាកូននេះទៅជាយ៉ាងណាទេបុរសម្នាក់នោះញញឹមទាំងស្រោចបូនស្បែករបស់គាត់ខ្មៅដោយសារតែត្រូវកម្ដៅថ្ងៃសម្លៀកបំពាក់ប្រឡាក់ដោយធូលីដីនៅលើស្មាមានកាបូបក្រណាត់ពណ៌ស្លាយមួយខ្ញុំគ្រាន់តែឆ្លងកាត់ផ្លូវនេះហើយក៏ឃើញក្មេងស្រីអង្គុយយំម្នាក់ឯងគាត់ទៅចូលសួរនាំទៅគាត់និយាយទាំងសម្លេងទន់ភ្លន់នាងភ័យខ្លាំងណាស់មិនហ៊ានដើរទៅណាទេសុភាជូតទឹកភ្នែកហើយបែរទៅសួរអូនហើយទៅវិញមកដល់ទីនេះលីណាអោតក៏អាចចង់រៀបជើងតូចៗរបស់នាងគូសដីខ្ញុំចង់មកប្រមូលគូស្រូវជួយបងសុភានៅស្ងៀមបេះដូងរបស់នាងហាក់បីដូចជាត្រូវអ្វីមួយមកច្របាច់នាងមិនខឹងទេតែអារម្មណ៍អាណិតនាងលុតជង្គង់ចុះហើយអោបអូនស្រីចូលដើមទ្រូងម្ដងទៀតលើកក្រោយបើចង់ជួយបងទៅប្រាប់បងមុនណាលីណាងក់ក្បាលទាំងទឹកភ្នែកខ្ញុំខ្លាចបងហាមមិនឲ្យខ្ញុំមកពាក្យមួយឃ្លានេះបានធ្វើឲ្យមនុស្សនៅទីនោះស្ងាត់មួយសន្ទុះសូម្បីតែអ្នកភូមិខ្លះក៏លួចជូតទឹកភ្នែកបុរសចម្លែកបានសម្លឹងមើលបងប្អូនទាំងពីរនាក់គាត់ហាក់ដូចជានឹកឃើញរឿងមួយក្នុងជីវិតអតីតកាលរបស់ខ្លួនឯងគាត់ដកដង្ហើមមួយក្មេងៗគ្រប់គ្នាក៏ងាកទៅមើលគាត់ពេលដែលខ្ញុំនៅតូចខ្ញុំក៏ធ្លាប់វង្វេងផ្លូវដូចគ្នាគាត់ញញឹមតិចប៉ុន្តែខ្ញុំមិនវង្វេងផ្លូវទេគឺខ្ញុំវង្វេងនឹងក្តីសង្ឃឹមរបស់ខ្លួនឯងមនុស្សអាចក្របានអាចបរាជ័យបានតែកុំបោះបង់ទឹកចិត្តរបស់ខ្លួនឯងដរាបណាបេះដូងរបស់យើងនៅតែលោតយើងនៅតែតស៊ូពាក្យសម្ដីសាមញ្ញតែមានទម្ងន់សែមអញ្ជើញបុរសនោះទៅផ្ទះដើម្បីផឹកទឹកមួយផ្តិលនៅលើផ្លូវត្រឡប់ទៅផ្ទះវិញសុភាទើបដឹងថាបុរសម្នាក់នោះឈ្មោះពូវណ្ណៈគាត់គឺជាជាងឈើដែលធ្វើដំណើរទៅជួយសាងសង់សាលារៀននៅជាប់ឃុំគាត់មិនមានទ្រព្យសម្បត្តិច្រើនទេតែភ្នែករបស់គាត់ពោពេញទៅដោយបទពិសោធន៍និងភាពស្លូតបូតមុននឹងលាពួកគេពូវណ្ណៈបានដករបស់អ្វីមួយចេញពីក្របូបកណាត់របស់គាត់វាជាសៀវភៅចាស់មួយក្បាលគម្របរលាត់ជ្រុងទំពក់ខ្លះលឿងដោយសារតែពេលវេលាគាត់បានហុចវាទៅឲ្យសុភាសៀវភៅនេះនៅជាមួយខ្ញុំតាំងពីខ្ញុំនៅរៀនឥឡូវវាគួរតែដូរម្ចាស់ថ្មីហើយសុភាទទួលវាទាំងដៃញ័រតិចខ្ញុំមិនមានអ្វីសងពូទេពូបណ្ណៈសើចតិចបើថ្ងៃណាមួយកូនធំឡើងហើយអាចជួយក្មេងម្នាក់ផ្សេងទៀតនោះហើយជាការសងខ្ញុំពាក្យនោះបានដកជាប់នៅក្នុងចិត្តរបស់សុ